ជាលើកទី1គិតចាប់តាំងពីឆ្នាំ2022មកដែលសេដ្ឋកិច្ចរបស់មហាអំណាចពិភពលោកអាមេរិកមានតួលេខអវិជ្ជមានបើតាមការព្យាករណ៍ដំបូងរបស់ក្រសួងពាណិជ្ជកម្មចេញផ្សាយនៅថ្ងៃទី30មេសាផលិតផលសរុបក្នុងស្រុករបស់អាមេរិកនៅត្រីមាសទី1នៃឆ្នាំ2025បានធាក់ថយក្រោយក្រោម0ចំនួន 0.3% ពលគឺទាបជាងក្តីរំពឹងរបស់អ្នកវិភាគមួយភាគធំដែលធ្លាប់ប៉ាន់ស្មានថាសេដ្ឋកិច្ចអាមេរិកអាចបន្ថយល្បឿនដោយមានកំណើនត្រឹមតែ 0.4% ជាលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលពីព្រោះរហូតចុងឆ្នាំ2024សេដ្ឋកិច្ចអាមេរិកនៅរីកស្គុះស្គាយល្អសោះដោយមានកំណើនប្រចាំឆ្នាំដល់ទៅ 2.4% នៅត្រីមាសចុងក្រោយមូលហេតុដែលនាំឲ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះស្គាល់ភាពអវិជ្ជមានបណ្ដាលមកពីរបៀបគណនាដែលគិតថាការនាំចូលនឹងថយចុះម្យ៉ាងវិញទៀតការចំណាយទិញពីបរទេសបានកើនឡើងយ៉ាងខ្លាំងកាលពីដើមឆ្នាំពីព្រោះប្រជាពលរដ្ឋនិងក្រុមហ៊ុននានានាំគ្នាសម្រុកទិញខ្លាចរបស់ឡើងថ្លៃនៅពេលដែលលោកត្រាំដំឡើងពន្ធនាំចូលបើទិញទុកមុនច្រើនជាធម្មតាខែក្រោយៗត្រូវតែមិនសូវចាយវាយបើតាមអ្នកវិភាគ Wells Fargo សេដ្ឋកិច្ចអាមេរិកប្រឈមនឹងហានិភ័យដើរថយក្រោយខ្លាំងជាងកាលពីមួយខែមុនទៅទៀតដូច្នេះតួលេខអាក្រក់ខ្លាំងទំនងជានឹងអាចមានធ្លាក់មកជាបន្តបន្ទាប់ទៀតគ្រាន់តែឃើញការព្យាករណ៍នេះភ្លាមប្រធានាធិបតីអាមេរិក Donald Trump ដែលធ្លាប់តែស្រែកក្តែងថានឹងដឹកនាំសហរដ្ឋអាមេរិកឲ្យកាន់តែមានឡើងបានទម្លាក់កំហុសភ្លាមទៅលើប្រធានាធិបតីអាមេរិកអាណត្តិមុនគឺលោក Joe Biden សេដ្ឋកិច្ចអាមេរិកនឹងស្ទុះហោះឡើងវិញប៉ុន្តែអាមេរិកត្រូវជំរះសំណល់របស់ Biden ជាមុនសិនទើបមានស្ថិតិអាក្រក់នៅថ្ងៃនេះគឺជាសម្រាយរបស់លោក Donald Trump ដោយដោះសារទៀតថាសេដ្ឋកិច្ចអាមេរិកចាប់អន់មួយរយៈហើយគ្មានពាក់ព័ន្ធអ្វីទៅនឹងនយោបាយដំឡើងពន្ធនាំចូលទេក៏ប៉ុន្តែនៅពេលជួបប្រជុំគណៈរដ្ឋមន្ត្រីលោកប្រធានាធិបតី Trump ហាក់បង្ហាញទំនុកចិត្តឡើងវិញដោយអួតថាមានការវិនិយោគចូលមកយ៉ាងសន្ធាប់នៅអាមេរិកជាមួយនឹងការបង្អាប់ចិនថាកំពុងដួលដោយមានរោងចក្របិទច្រើននៅទូទាំងប្រទេសព្រោះគ្មានអ្នកបញ្ជាទិញផលិតផលចិនក្រោមទណ្ឌកម្មដំឡើងពន្ធលោក Donald Trump បានទទួលស្គាល់ថាចំនួនពាណិជ្ជកម្មជាមួយចិនអាចធ្វើឲ្យអាមេរិកដាច់ស្តុកនិងទំនិញឡើងថ្លៃយល់ថាសេដ្ឋកិច្ចអាមេរិកកំពុងដើរដល់ផ្លូវទាល់ប្រមុខបកប្រជាធិបតេយ្យនៅព្រឹទ្ធសភាយល់ថាលោក Donald Trump គួរតែទទួលស្គាល់បរាជ័យនិងបណ្ដេញក្រុមអ្នកជំនាញសេដ្ឋកិច្ចចេញភ្លាម